ណាជីបាសួស្តីបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីបងប្អូនបានរៀនការសរសេរ38ហើយអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូនឹងបង្រៀនការសរសេរ39ចាអញ្ចឹងសូមកូនមើលមកលើក្តារខៀនសិនអ្នកគ្រូនឹងបង្ហាញនៃការរាប់ចំនួន39អញ្ចឹងសូមកូនមើលនេះអ្នកគ្រូចង្អុលនេះគឺ10 20 30ចាគឺនេះគឺ9ទាំងអស់នេះអានថា35 9នេះគឺជារូបរាង39អញ្ចឹងកុំមើលផ្នែកខាងនេះទាំងអស់គ្នាសូមកូនមើល39គឺដំបូងកូនត្រូវសរសេរលេខ3កូនគួចឡើងលើកោងចុះមកខាងក្រោមបន្តមកទៀតភ្ជាប់ហើយកោងចុះមកខាងក្រោមនោះកូនទទួលបានលេខ3បន្តមកទៀតកូនសរសេរលេខ9សិនចាអញ្ចឹងការគួចកោងហើយងាកមកស្ដាំចាភ្ជាប់ហើយកោងងាកទៅស្ដាំទៀតឡើងលើងាកមកឆ្វេងបន្តិចនោះកូនទទួលបានរូបរាង39ចាអញ្ចឹងកូនទាំងអស់គ្នាបានដឹងពីចលនានៃការសរសេរដើម្បីឲ្យកាន់តែច្បាស់ណោះអ្នកគ្រូនឹងបង្ហាញនៅលើក្តារខៀនចាអញ្ចឹង39គឺដំបូងគេកូនដឹងអត់គាត់សរសេរលេខម៉ានចាល្អគឺសរសេរលេខ3អញ្ចឹងកូនចាប់ផ្ដើមគួចឡើងលើចុះមកខាងក្រោមកូនភ្ជាប់ហើយកោងចុះមកខាងក្រោមបន្តមកទៀតកូនសរសេរលេខ9កូនគួចកោងហើយទៅស្ដាំហើយកូនភ្ជាប់មកកោងហើយទៅស្ដាំទៀតឡើងលើហើយកូនងាកទៅណាគាត់ចាងាកទៅឆ្វេងបន្តទៀតចាកូនគួចចាបន្ទាប់កូនសរសេរលេខ3ចាសរសេរលេខ3នេះគឺជារូបរាងលេខ3បន្ទាប់មកកូនសរសេរលេខ5 9នេះគឺជារូបរាងលេខ5 9នោះកូននឹងទទួលបាន35 9ចាអញ្ចឹងកូនទាំងអស់គ្នាបានដឹងពីចលនាដឹងពីការសរសេរអ្នកគ្រូមានលំហាត់សម្រាប់កូនចំនួន2លំហាត់ទី1នេះចូលកូនធ្វើគំនូសចំនួន39នេះគឺជា39ពេញលេញនេះសុទ្ធតែជាគំនូសទាំងអស់សូមកូនចូលរួមធ្វើទាំងអស់គ្នាដោយចាប់ផ្ដើមសរសេរដំបូងគឺលេខ3បន្ទាប់គឺលេខ9នោះកូននឹងទទួលបាន39ចាលំហាត់ទី2លំហាត់ទី2ចូលកូនសរសេរចំនួន39នេះគឺជា39នេះគឺជាទីតាំងដែលកូនត្រូវសរសេរតាមគំរូដែលអ្នកគ្រូចាប់ធ្វើឲ្យកូននឹងចាយើងលំហាត់ទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមវឹកហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរទេចាសូមអរគុណ